Xóm chun rương Amin srei thmục Nơiក្នុងអាណាចក្រនៃព្រះបាទកាលីហ្វ Harun al-Rashid ព្រះអង្គតែងតែផ្លាស់សម្លៀកបំពាក់ស្លៀកពាក់ជាអ្នកជំនួញជាមួយលោកឧបរាជស៊ីយ៉ាហ្វាដែលមានភក្តីភាពចំពោះព្រះអង្គយាងចេញតាមទ្វារសម្ងាត់នៃសួនឧទ្យានព្រះរាជវាំងដែលមានផ្លូវតម្រង់ទៅជនបទក្រោយពីធ្វើដំណើរព័ទ្ធជុំវិញទីក្រុងរហូតដល់មាត់ទន្លេហើយនៅពេលព្រះអង្គយាងទៅដល់ទីជនបទដាច់ស្រយាលមួយក៏បានទតឃើញប្រជាជនជាច្រើនកុះករកំពុងសម្លឹងមើលបុរសម្នាក់មានវ័យនៅក្មេងហើយស្អាតទៀតផងជិះលើសេះញីមួយបំផាយយ៉ាងលឿនក្រឡឹងជុំវិញហើយបុរសវាយធ្វើបាបសេះនោះយ៉ាងខ្លាំងគឺវាយនឹងរំពាត់ផ្ដៅធ្វើឲ្យសេះញីអាភ័ព្វបែកឈាមពេញខ្លួនព្រះបាទកាលីហ្វទ្រង់ងឿងឆ្ងល់នឹងអំពើអមនុស្សធម៌នៃយុវជនក្រៃលែងដែលបុរសនេះធ្វើបាបសេះដូច្នោះហើយទ្រង់ក៏សួរទៅលោកឧបរាជណែឧបរាជឯងអាចប្រាប់យើងបានទេហេតុអ្វីបានជាយុវជននោះវាធ្វើបាបសេះអញ្ចឹងក្រាបទូលព្រះអង្គដំណើររឿងដែលនាំឲ្យយុវជននោះវាធ្វើបាបសេះដូច្នោះគឺមានដំណើររឿងដូចតទៅនេះណាព្រះអង្គថាហើយលោកឧបរាជក៏និទានរឿងប្រាប់ស្ដេចកាលីហ្វនៅក្នុងភូមិគ្រឹះមួយប្រកបទៅដោយទេសភាពល្អត្រកាលម្ចាស់ភូមិគ្រឹះនោះឈ្មោះស៊ីឌីនូម៉ានជាអ្នកមានម្នាក់រស់នៅក្នុងភូមិគ្រឹះនោះដែលជាកេរមរតកបន្សល់ពីឪពុកម្ដាយយុវជនទើបនឹងរៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្ត្រីម្នាក់មានរូបឆោមសមសួនល្អឥតទាស់កាន់តែញ៉ាំងឲ្យយុវជននូម៉ានមានសុភមង្គលជាអនេកដោយពេញចិត្តនឹងសោភ័ណភាពនៃស្ត្រីដែលជាភរិយាមានសម្រស់ល្អអាមីនជាឈ្មោះរបស់នាងអាមីនជានារីម្នាក់ចូលចិត្តភាពស្ងៀមស្ងាត់ខុសពីនារីដទៃទោះបីស៊ីឌីដូម៉ានបបួលដើរលេងទីណាក៏នាងមិនព្រមទៅជាមួយប្តីដែរបន្ទាប់ពីថ្ងៃមង្គលការមកនូម៉ានសង្កេតឃើញថាអាមីនមិនសូវនិយាយស្ដីមានចរិតស្ងប់ស្ងាត់ហើយកាន់តែចម្លែកថែមទៀតនោះនៅពេលបរិភោគបាយនាងមិនបានប្រើវែកដួសបាយឬប្រើស្លាបព្រាដូចមនុស្សធម្មតាគេធ្វើឡើយអាមីនទាញយកប្រអប់តូចមួយពីក្នុងហោប៉ៅហើយលូកយករបស់មួយរាងដូចជាកង្វ៉ាខ្វាត្រចៀកមកចាប់បាយមួយគ្រាប់ម្ដងបរិភោគព្រោះរបស់នោះពុំអាចដួសបាយបានឲ្យច្រើនលើសពីនេះទៀតកើតឡើយស៊ីឌីដូម៉ានឆ្ងល់នឹងរបៀបបរិភោគបាយដូចនេះខ្លាំងពេកក៏និយាយថាណែអាមីនអូននៅក្នុងគ្រួសាររបស់អូនធ្លាប់ញ៉ាំបាយដូច្នោះឬអូនញ៉ាំអាហារតិចឬក៏ចង់រាប់គ្រាប់បាយដើម្បីកុំឲ្យបរិភោគច្រើនជាការអន្សំចៃឬក៏ចង់បង្រៀនបងកុំឲ្យខ្ជះខ្ជាយឥតប្រយោជន៍សូមអូនកុំបារម្ភពីរឿងនេះអីយើងគឺមានទ្រព្យសម្បត្តិគ្រប់គ្រាន់និងចិញ្ចឹមជីវិតចូលអូនកុំខ្វល់ឲ្យសោះសូមញ៉ាំបាយឲ្យបានច្រើនដូចជាបងទៅអាមីនឥតមាននិយាយអ្វីតបទៅនឹងស៊ីឌីនដូម៉ានមួយម៉ាត់ក៏គ្មាននាងនៅតែឈ្ងោកបរិភោគបាយដូចមុនដដែលហើយកាន់តែតិចទៅហើយហត់សម្លនឹងស្លាបព្រាកង្វ៉ានោះជានិច្ចលុះបរិភោគរួចនូម៉ានក៏ងើបដើរចេញដោយរក្សាទឹកមុខដដែលហាក់ដូចជាគ្មានការតូចចិត្តអ្វីបន្តិចសោះបុរសនឹកថាប្រហែលមកពីនាងមិនទម្លាប់បរិភោគជាមួយនឹងប្រុសពិសេសជាមួយប្តីហើយនឹកថាប្រហែលជានាងចាំលួចបរិភោគតែម្នាក់ឯងដូច្នេះ
មិនត្រូវបង្ខំអ្វីច្រើនពេកទៅកាន់នាងទេប៉ុន្តែមិនដូច្នោះឯណាស្អែកឡើងស្អែកមួយទៀតគ្រប់ពេលគ្រប់វេលានៅពេលបរិភោគបាយជាមួយគ្នានាងនៅតែធ្វើរបៀបនេះដដែលធ្វើឲ្យ CD ឌូម៉ានអាក់អន់ចិត្តជាពន់ពេកចំពោះការជជែករឹងរូសរបស់នាងគឺនាងមានទម្លាប់ទាញប្រអប់ឈើដែលដាក់តាមខ្លួនដែលមានស្លាបព្រាតូចដោយកង្វាត្រចៀកជំនួសស្លាបព្រាបាយបុរសខំអត់ពុំចេញស្ដីធ្វើមិនដឹងមិនឮនៅអំពើរបស់នាងដោយសង្ឃឹមថានៅពេលណាមួយនាងនឹងមានទម្លាប់រស់នៅរីករាយដូចធម្មតាដូចគេដូចឯងតែបន្ទាប់មក CD ឌូម៉ានចាប់តាមដាននិងតាមសង្កេតប្រពន្ធរបស់ខ្លួនយប់មួយអាមីនយល់ថាប្តីគេងលក់ស្កប់ស្កល់ហើយនាងក៏ក្រោកសន្សឹមទៅស្លៀកពាក់ថ្នមនូម៉ានធ្វើពុតជាគេងលក់ស្កប់ស្កល់លួចតាមមើលពីក្រោយនាងអាមីននាងដើរលបបើកទ្វាររបងចេញទៅខាងក្រៅនូម៉ានស្ទុះក្រោកឡើងរត់សំដៅទៅមាត់ទ្វារដែលនាងបានទុកចំហចោលក្រោមពន្លឺរស្មីព្រះច័ន្ទ CD ឌូម៉ានឃើញអាមីនដើរចូលទៅក្នុងរបងកន្លែងកប់ខ្មោចដែលនៅក្បែរផ្ទះ CD ឌូម៉ានតាមសម្លឹងគ្រប់សកម្មភាពរបស់ប្រពន្ធព្រឺសម្បុរគិញគក់ខ្ញាក់តែហេតុតែចង់ដឹងការពិតខំអត់ធ្មត់ទាំងប្រលឹងចុងសក់ស្ទើរតែមិនជឿភ្នែកខ្លួនឯងបើកភ្នែកធំដោយឃើញអាមីននៅជាមួយនឹងអាបមួយវាទាំងពីរនាក់កំពុងកកាយខ្មោចដែលគេទើបនឹងកប់ថ្មីនៅថ្ងៃនេះរួចទាញយកសាច់ខ្មោចជាដុំអង្គុយស៊ីជាមួយគ្នានៅលើមាត់រណ្ដៅ CD ឌូម៉ានមានសេចក្តីរន្ធត់ញាប់ញ័រក្រៃលែងកាលបើឃើញប្រពន្ធខ្លួនឯងស៊ីអាហារដ៏គួរឲ្យខ្ពើមរអើមយ៉ាងនេះវាក្រវែងទម្រង់ខ្មោចដែលនៅសល់នៅទៅក្នុងរណ្ដៅវិញហើយកាយលុបទៅវិញទៀតផងបុរសក៏ប្រញាប់ប្រញាល់ត្រឡប់មកផ្ទះវិញយ៉ាងរស់រាន់ដោយទុកទ្វារខាងក្រៅចំហដូចដើមហើយឡើងលើគ្រែធ្វើដូចជាដេកលក់តែក្នុងចិត្តកំពុងនឹកដល់អំពើព្រៃផ្សៃគួរឲ្យខ្ពើមដែលមកទទួលទានដំណេកជាមួយស្រីអាបយ៉ាងនេះស្អែកឡើង CD ឌូម៉ានចេញទៅក្រៅក្រុងសេចក្ដីគិតយ៉ាងណាឲ្យអាមីនបោះបង់អំពើអាក្រក់នោះចេញឃើញប្តីត្រឡប់មកវិញអាមីនរៀបចំបាយថ្ងៃត្រង់បរិភោគភ្លាមតែនាងនៅតែប្រព្រឹត្តស៊ីបាយម្ដងមួយគ្រាប់ស៊ីបាយម្ដងមួយគ្រាប់ដូចដើមបុរសខំពោលយ៉ាងទន់ភ្លន់ទៅកាន់នាងអាមីនអូនដឹងទេបន្ទាប់ពីថ្ងៃរៀបអាពាហ៍ពិពាហ៍យើងហើយនៅពេលដែលបងឃើញអូនបរិភោគបាយតែបន្តិចហើយហូបខុសរបៀបទៀតនោះបើប្តីក្រៅពីបងប្រកាសជាមួម៉ៅឆ្លោះប្រកែកគ្នាជាមិនខានដូច្នោះបងសូមអង្វរឲ្យអូនបរិភោគសាច់ឯទៀតដែលនៅលើតុតែវាឥតប្រយោជន៍សោះមកទល់សពថ្ងៃនេះអូននៅតែប្រព្រឹត្តដដែលតើម្ហូបដែលគេធ្វើឲ្យយើងបរិភោគនៅទីនេះមិនមានឲ្យជារសស្មើនឹងសាច់ខ្មោចទេឬ CD ឌូម៉ានពោលពាក្យខាងក្រោយនេះពុំទាន់ចាប់ពីមាត់ផងអាមីនក៏ខឹងច្រឡោតតោងតាងហួសពីការស្មានមុខនាងឡើងក្រហមដូចស្រក់ឈាមវាដឹងច្បាស់ថាឌូម៉ានប្រកាសជាបានលបមើលវានៅវេលាយប់នោះជាមិនខានភ្នែកវាលៀនចេញផុតពីក្បាលរួចបែកពពុះមាត់ដូចកើតជំងឺឆ្កែឆ្កួតក្នុងពេលប្រថុចញឹកនេះ CD ឌូម៉ានភ័យតក់ស្លុតភ័ន្តភាំងដូចមនុស្សឥតវិញ្ញាណអាមីនទាញកៅទឹកហើយធ្វើមាត់អេកអូចសោតវេទមន្តរួចយកទឹកនោះមកជះលើមុខបុរសដោយស្រែកខ្លាំងថាមនុស្សអាភ័ព្វ
ចូលឯងទទួលទោសតាមការចង់ដឹងចង់លឺរបស់ឯងទៅហើយចូលអ្នកខ្លាយទៅជាឆ្កែភ្លាមមួយរំពេចនោះស៊ីឌីដូម៉ានក៏ខ្លាយទៅជាឆ្កែភ្លាមមែនគ្រាន់តែបុរសខ្លាយទៅជាឆ្កែភ្លាមអាមីនទាញដំបងសំពងអស់ជាច្រើនដំបងបំរុងឲ្យស្លាប់ប៉ុន្តែឆ្កែស៊ីឌីដូម៉ានខំត្រដររត់ចេញទៅក្រៅសួនទាំងស្រែកឈឺចាប់ធ្វើឲ្យឆ្កែដទៃទៀតផ្អើលរត់មកហាំស្ទ័រអស់ជីវិតគេចផុតពីហ្វូងឆ្កែស៊ីឌីដូម៉ានបោលយ៉ាងលឿនក៏ទៅឈប់នៅមុខហាងធ្វើនំប៉័ងមួយដែលម្ចាស់ផ្ទះជាមនុស្សមានទឹកមុខរីករាយគាត់កំពុងស្រស់ស្រូបអាហារឃើញស៊ីឌីដូម៉ានសម្លឹងគាត់ក៏បោះនំប៉័ងមួយដុំឲ្យស៊ីឆ្កែស៊ីឌីដូម៉ានងក់ក្បាលងិចងើកបក់កន្ទុយដើម្បីឲ្យជាគាវរភក្តីដល់អ្នកធ្វើនំប៉័ងថៅកែធ្វើនំប៉័ងសង្កេតឃើញស៊ីឌីដូម៉ានខុសពីសត្វឆ្កែដទៃក៏យកដៃអង្អែលព្រមទាំងធ្វើសញ្ញាឲ្យចូលទៅក្នុងផ្ទះគាត់ចុះចាប់ពីថ្ងៃនោះមកស៊ីឌីនូម៉ានដែលបានផ្លាស់ប្ដូរជាតិមកជាឆ្កែក៏បានរស់នៅជាមួយថៅកែនំប៉័ងសប្បុរសនោះទៅគាត់បីបាច់នូម៉ានហើយហៅឈ្មោះស៊ីឌីនូម៉ានថារ៉ូសូគឺជាឈ្មោះដែលគាត់បានដាក់ឲ្យស៊ីឌីដូម៉ានរ៉ូសូតែងតែនៅពីក្រោយថៅកែលក់នំប៉័ងជានិច្ចទោះជាពេលចូលទៅទីក្រុងឬធ្វើដំណើរទៅណាមកណាគាត់តែងតែនាំរ៉ូសូទៅតាមជានិច្ចថ្ងៃមួយស្រាប់តែមានស្រីម្នាក់ចូលមកទិញនំប៉័ងពេលឲ្យប្រាក់ស្រីនោះបានបន្លំឲ្យប្រាក់កាក់គាត់គឺជាប្រាក់កាក់មិនសុទ្ធមួយថៅកែក៏សុំដូរតែស្រីនោះពោលថាយីប្រាក់នេះល្អហើយក៏មានចំនួនរវាងថៅកែនំប៉័ងជជែកតឹងសរសៃកថាប្រាក់នេះវាខុសច្បាស់ទេងសូម្បីតែឆ្កែខ្ញុំជាសត្វដេរឆានក៏វាពុំអាចច្រឡំកើតដែរពោលហើយគាត់ក៏ស្រែកហៅរ៉ូសូមកនេះរ៉ូសូក៏លោតមកជិតថៅកែគាត់បោះប្រាក់សុទ្ធហើយនឹងប្រាក់ក្លែងក្លាយនិយាយថាចូលឯងមើលតើមានប្រាក់ណាខុសទេរ៉ូសូសម្លឹងប្រាក់នោះរួចលើកជើងញែកប្រាក់ឯទៀតចេញរួចដាក់ជើងពីលើប្រាក់មិនសុទ្ធនោះហើយសម្លឹងមើលមុខថៅកែនំប៉័ងតាមពិតថៅកែហៅរ៉ូសូមកធ្វើការវិនិច្ឆ័យនេះគឺគ្រាន់តែជាឆាកកំប្លែងគ្រាន់តែសើចលេងប៉ុណ្ណោះតែដល់ឃើញរ៉ូសូស្គាល់ប្រាក់ខុសប្រាក់ត្រូវដូច្នោះគាត់ទៅជាស្រឡាំងកាំងឯស្រីម្ចាស់ប្រាក់ក៏ទទួលខ្លួនខុសនៅស្ងៀមយកប្រាក់ថ្មីមកដូរដើរចេញទៅដោយឥតស្ដីមួយម៉ាត់កាលបើស្រីនោះចេញទៅផុតថៅកែនំប៉័ងស្រែកហៅអ្នកជិតខាងអួតពីសមត្ថភាពឆ្កែរ៉ូសូរបស់គាត់អ្នកជិតខាងនាំគ្នាឈូឆរមកពិសោធន៍មើលពួកគេនាំគ្នាយកប្រាក់ល្អដាក់លាយឡំជាមួយប្រាក់ខុសហើយឲ្យរ៉ូសូរើសមើលរ៉ូសូឬស៊ីឌីនូម៉ានដែលប្រែជាតិជាឆ្កែយកជើងឆ្កឹះប្រាក់ល្អនិងប្រាក់អាក្រក់ញែកចេញពីគ្នាទៀតផងចំណែកឯស្រីនោះវិញក៏យកដំណឹងទៅនិយាយប្រាប់មនុស្សដែលខ្លួនស្គាល់ទាំងប៉ុន្មានពេលនាងជួបប្រទះតាមផ្លូវមិនយូរប៉ុន្មានរ៉ូសូល្បីលាន់រន្ធឺរហូតដល់គ្រប់សង្កាត់ឆ្លងរហូតដល់ពេញទីក្រុងទាំងមូលទៀតផងមួយថ្ងៃរ៉ូសូឥតមានពេលទំនេរសោះរវល់តែបំពេញចិត្តភ្ញៀវដែលមកទិញអីវ៉ាន់នៅផ្ទះថៅកែចំពោះការជ្រើសរើសប្រាក់ខុសនឹងត្រូវឲ្យភ្ញៀវមើលថ្ងៃមួយមានស្ត្រីម្នាក់បានមកទិញនំប៉័ងរួចបោះរូបិយ6មកឲ្យរ៉ូសូរើសក្នុងចំណោមរូបិយ6រូបិយ1គេមិនចាយ
រ៉ូសូពិនិត្យមើលរួចយកជើងដាក់លើរូបីដែលគេមិនចាយនោះរួចសម្លឹងមើលមុខស្ត្រីនោះជាសញ្ញាសួរថារូបីនេះមែនទេដែលខុសស្ត្រីនោះងក់ក្បាលហើយឈរសម្លឹងរ៉ូសូយ៉ាងយូររួចឲ្យថ្លៃនំប៉័ងហើយក៏ចេញដំណើរទៅពេលរៀបចេញទៅគាត់ធ្វើសញ្ញាឲ្យរ៉ូសូដើរទៅតាមគាត់កុំឲ្យអ្នកធ្វើនំប៉័ងដឹងរ៉ូសូកំពុងរកមធ្យោបាយនិងរំដោះខ្លួនឲ្យផុតពីការផ្លាស់ជាតិនេះកាលបើឃើញស្ត្រីនោះសម្លឹងខ្លួនហើយធ្វើសញ្ញាឲ្យដើរទៅតាមដូចនេះរ៉ូសូក៏ឆ្លៀតឱកាសថៅកែនំប៉័ងកំពុងរវល់បោសសម្អាតចង្ក្រានវាក៏លូតយ៉ាងរហ័សរត់ទៅតាមស្ត្រីទិញនំប៉័ងនោះភ្លាមឯស្ត្រីនោះវិញពេលឃើញរ៉ូសូរត់មកតាមគាត់ហាក់បីដូចជាសប្បាយរីករាយឥតឧបមាបោលបានមួយសន្ទុះគាត់ក៏បើកទ្វាររបងចូលទៅខាងក្នុងផ្ទះហើយនិយាយទៅកាន់រ៉ូសូចូលមកឯងមកតាមយើងនេះពិតជាមិនស្ដាយក្រោយទេថារួចគាត់ក៏ទាញទ្វារបិទរួចនាំរ៉ូសូទៅក្នុងបន្ទប់ស្រីក្រមុំម្នាក់ដែលមានរូបសម្បត្តិល្អឆើតឆាយកំពុងអង្គុយប៉ាក់គឺជាកូនស្រីរបស់គាត់នាងមានប្រាជ្ញាវាងវៃហើយមានការពិសោធន៍ជាច្រើនខាងវិជ្ជាធ្មប់ស្ត្រីនោះក៏និយាយទៅកាន់កូនស្រីថាណែកូនម្ដាយនាំឆ្កែអ្នកធ្វើនំប៉័ងដែលមានឈ្មោះល្បីខាងស្គាល់លុយខុសស្គាល់លុយត្រូវហើយយកមកឲ្យកូនឯងមើលហើយម្ដាយជឿថាឆ្កែនេះគឺពិតជាមនុស្សផ្លាស់ជាតិមកជាឆ្កែដោយចិត្តកំណាចរបស់ជនណាមួយមិនខានហើយតាកូនយល់ដូចម៉េចដែរនារីរូបស្អាតញញឹមនៅពេលសម្លឹងទៅរ៉ូសូហើយតបទៅវិញអ្នកម្ដាយមិនច្រឡំទេចាំខ្ញុំធ្វើឲ្យម៉ែមើលកាន់តែច្បាស់ក្នុងពេលបន្តិចទៀតនេះនាងកញ្ញាក្រោកឡើងដើរទៅយកផើងមួយមានទឹកពេញរួចជ្រលក់ដៃទៅក្នុងនោះយកទឹកបាចទៅលើរ៉ូសូហើយនិយាយថាបើសិនជាឯងមានកំណើតកើតជាឆ្កែសូមឲ្យនៅជាឆ្កែប៉ុន្តែបើសិនជាឯងមានកំណើតកើតមកជាមនុស្សសូមឲ្យឯងទៅជាមនុស្សដោយអំណាចនៃគុណធម៌នៃទឹកនេះក្នុងមួយរំពេចនោះអំណាចទឹកមុនបានធ្វើឲ្យរ៉ូសូប្រែក្លាយផ្លាស់ជាតិជាឆ្កែមកជាយុវជនស៊ីឌីឌូម៉ានដូចកាលពីមុនស៊ីឌីឌូម៉ានសែនរំភើបចិត្តនឹងកាយវិការដ៏ប្រសើរលើសលប់នេះក៏ស្ទុះទៅអោបជើងនាងកញ្ញាហើយទាញជាយឲ្យនាងថើបនឹងគោរពនៅសេចក្តីដឹងគុណដែលបានជួយរំដោះនាយឲ្យចាក់ផុតពីវេទមន្តរបស់នាងអាមីនបន្ទាប់ពីថ្លែងអំណរគុណរួចនូម៉ានក៏ប្រាប់ប្រវត្តិដល់ស្ត្រីជាម្ដាយនិងនាងកញ្ញាជាកូនឲ្យបានដឹងអំពីរឿងខ្លួននិងប្រពន្ធដែលបានដាក់ទណ្ឌកម្មនាយឲ្យคล้ายខ្លួនជាសត្វឆ្កែនៅពេលវាដឹងថានាយបានដឹងរឿងអាថ៌កំបាំងរបស់វាជាអាបជាធ្មប់នាងកញ្ញាញញឹមឆ្លើយតបទៅស៊ីឌីឌូម៉ានវិញថាតាមពិតនាងស្គាល់អាមីនយូរណាស់ហើយព្រោះគេទាំងពីររៀនគ្រូតែមួយជាមួយគ្នាប៉ុន្តែទស្សនៈរបស់គេទាំងពីរតែងពុំយល់ស្របគ្នាសោះទើបគេទាំងពីរលែងមានការតាក់ទងជាមួយគ្នារហូតមកទល់ពេលនេះហើយដោយសារទស្សនៈនាងប្រព្រឹត្តមន្តអាគមល្អដើរជួយគេបន្សាបអំពើធ្មប់ផ្សេងផ្ទុយពីអាមីនដែលមានចិត្តកំណាចហើយប្រែខ្លួនទៅជាអាបមិនដែលធ្វើអំពើល្អដល់នរណាម្នាក់រួចពីនោះនាងបានយកកូនដបទឹកមុនមួយប្រគល់ឲ្យទៅស៊ីឌីឌូម៉ានហើយប្រាប់ថាខ្ញុំទើបតែបើកមើលសៀវភៅគម្ពីររបស់ខ្ញុំ
ខ្ញុំប្រាប់ថាប្រពន្ធអ្នកបានកុហកអ្នកបំរើអំពីឆ្កែដែលវាបានវាយនៅពេលបាយថ្ងៃត្រង់វាថាឆ្កែនឹងចូលមកស៊ីបាយទើបវាដេញវាយសំពងហើយវាបានធ្វើរឹកព្រួយបារម្ភអំពីអ្នកនៅចំពោះមុខអ្នកបំរើតែប៉ុណ្ណោះចូលអ្នកត្រឡប់ទៅផ្ទះវិញចុះហើយបើអាមីនត្រឡប់មកវិញវានឹងស្រឡាំងកាំងហើយនៅពេលវាឃើញអ្នកហើយវានឹងរត់បែរខ្នងរត់ជាមិនខានហើយចូលអ្នកបាចទឹកនេះទៅលើវាហើយអ្នកពោលថាចូលអ្នកទទួលទារុណកម្មនៃអំពើកំណាចរបស់អ្នកទៅខ្ញុំពុំចាំបាច់បញ្ជាក់អ្វីច្រើនទៀតទេ CD ឌូម៉ានថ្លែងអំណរគុណដល់នាងកញ្ញានិងម្ដាយហើយក៏ធ្វើដំណើរត្រឡប់ទៅភូមិគ្រឹះរបស់ខ្លួនវិញហើយដែលខ្លួនបានឃ្លាតជាច្រើនឆ្នាំមកហើយទេសភាពតាមដងផ្លូវធ្វើឲ្យ CD ឌូម៉ានស្រងេះស្រងោចខ្លួនយ៉ាងខ្លាំងនៅពេលទៅដល់ផ្ទះនាយមើលផ្ទះខ្លួនស្ទើរតែមិនស្គាល់មិនយូរប៉ុន្មានអាមីនក៏ដើរចូលមកក្នុងផ្ទះពេលក្រឡេកឃើញ CD ឌូម៉ានវាស្រែកយ៉ៃហើយបែរក្បាលបំរុងរត់ទៅក្រៅតែ CD ឌូម៉ានរហ័សដៃជះទឹកមុនទៅលើអាមីនព្រមទាំងពូលឲ្យវាផ្លាស់រូបទៅជាសេះញីមួយក្បាលហើយចាប់វាបញ្ចូលក្រោលវាយធ្វើបាបជារៀងរាល់ថ្ងៃនិទានចប់កាលណាលោកអុបរាជស៊ីយ៉ាហ្វាក៏ពោលបន្តដោយហេតុតែសេចក្តីសងសឹកទៅលើនាងអាមីននោះហើយទើប CD នោះបានវាយសេះញីនោះទាល់តែបែកឈាមដូច្នោះទើបព្រមឈប់រឿងនេះគឺមានតែប៉ុណ្្នឹងឯងក្រាបទូលបានដឹងមូលហេតុរឿងហើយព្រះបាទកាលីហ្វទ្រង់បានបញ្ជាគេឲ្យហៅ CD ឌូម៉ានចូលគាល់ព្រះអង្គជាបន្ទាន់ព្រះអង្គមានបន្ទូលទៅកាន់បុរសថាណែ CD នូម៉ានរឿងរបស់ឯងពិតជាចម្លែកមែនហើយចិត្តកំណាចរបស់ប្រពន្ធឯងគឺពុំអាចអត់ឱនត្រាប្រណីទោសកើតប៉ុន្តែចំពោះអំពើដែលឯងបានធ្វើទៅលើស្រីនោះមកទល់សពថ្ងៃនេះគឺយើងសូមឲ្យឯងពិចារណាថាទោសរបស់វាគឺត្រូវផ្លាស់ភេទមកជាសត្វដេរិឆាននេះវាសម្បើមគ្រប់គ្រាន់ណាស់ទៅហើយយើងសូមឲ្យឯងបញ្ឈប់សកម្មភាពវាយធ្វើបាបសេះនេះតទៅទៀតទៅហើយទុកឲ្យវានៅក្នុងសភាពជាសត្វដូច្នោះចុះមើលថែវាហើយឲ្យវាអស់រទេះដឹកទំនិញទៅឯទីផ្សារវិញទៅទើបជាការល្អប្រសើរជាងហើយមួយទៀតឯងគឺត្រូវប្រាប់ទៅនាងស្រីធ្មប់ដែលបានជួយឯងនោះឲ្យបញ្ឈប់នៅអំពើមន្តអាគមនេះត្រឹមនេះចុះព្រមទាំងមេធ្មប់ប្រុសស្រីទាំងឡាយឯណាដែលមានចិត្តជជែករឹងរូសប្រើវិជារបស់ខ្លួនឲ្យជ្រុលជ្រោះទៀតនោះគឺត្រូវឲ្យឈប់ទាំងអស់ព្រោះយើងខ្លាចក្រែងស្រីរងទុកនោះសងសឹកធ្វើបាបឯងខុសខើលើសមុនទៅទៀតណាចាញ់បញ្ជាហើយព្រះអង្គឥតបានធ្វើទោសដល់ CD ឌូម៉ានឡើយបុរសថ្វាយបង្គំលាព្រះបាទកាលីហ្វហារុនអាល់រ៉ាជីតហើយធ្វើដំណើរទៅផ្ទះស្ត្រីម្ដាយកូនតាមបញ្ជាស្ដេចហើយចំណេរក្រោយមក CD ឌូម៉ានបានឲ្យចាស់ទុំស្ដីដណ្ដឹងនាងរ៉ាស៊ីតានាងកញ្ញាដែលបានជួយរំដោះនាយឲ្យផុតពីសត្វឆ្កែនោះធ្វើជាភរិយារស់នៅយ៉ាងសុខសាន្តតរៀងទៅ